Spa con là từng óc nè mà căn và lót đa lên cột bót cho mùi nâng khối xa nhông vậy tao mai ơi nè đa lên chân cô nâng tại ban đa lên là hô đây cột bót lực nó nhâm tao pi ngay nè từng óc nè mà ngày này cột bót mà ngày này cày video ngày này cứ video ngày thì mùi nè mình chân tao mơ ca đa lên bao khối xa nhông từng óc nè thao ôn Emilia cái đa lên nó kèn enjoy bài mệt khla các bạnទាំងអស់គ្នាដឹងឲ្យជឿអត់ទេក៏ខ្ញុំទៅ6ខែជាងទេប៉ុន្តែចូលចិត្តដើរលេងខ្លាំងនេះគឺដើរលេងជាមួយពួកម៉ាក់ខ្ញុំទាំងអស់4នាក់អ្នកនរគ្នាខ្ញុំអត់ទាន់មានកូនអត់ទាន់មានគ្រួសារប៉ុន្តែគាត់ដើរមក Emily បើពួក Emily ស្រួលមនុស្សធំចឹងអត់ចេះងាំងើចេះរឿងផ្ដេសផ្ដាស់ទេស្រួលស្ដាប់ឲ្យតែបានដើរគឺថាសងំជើងលេងសើចអីអ្នកនរគ្នាអាកាសធាតុក្តៅមែនតើ Emily ឥឡូវគឺគាត់គ្រប់អាយុអាចលាប sunscreen បានទេចឹងខ្ញុំប្រើ sunscreen ឲ្យគាត់ណាអ្នកនរគ្នាស្បែកគាត់ទៅព្រោះកម្ដៅថ្ងៃហ្នឹងប៉ះពាល់ស្បែកខ្លាំងមែនតើជាពិសេសស្បែកកូនងាកូនក្មេងនឹងហ្មងពងខ្ចីខ្ចីអញ្ចឹងផងហើយសម្រាប់ខ្ញុំគឺខ្ញុំចំកូនបែប chill របៀបថាញ៉ាំអីចឹងខ្ញុំញ៉ាំបាយថ្ងៃបើអីកដៅវាលកដៅអីហ្មងឲ្យគាត់ក្តៅឲ្យគាត់ពិបាកខ្លះអញ្ចឹងណាអ្នកគ្នាអញ្ចឹងតែគាត់ស៊ំគាត់ដើរលេងស្រួលហ្មងធ្វើគឺប្រកាសចិត្តថាស្បែករបស់គាត់នឹងមានការការពារគ្រប់គ្រាន់កំពុងយកមក retouch គាត់នេះគឺជា sun cushion ណាអ្នកគ្នាគឺយើងយកមក retouch មុខគាត់ retouch ស្បែកគាត់អញ្ចឹងទៅហើយអ្នកគ្នាមិនស្ងំជើងអ្នកគ្នាឃើញដូចដើរលេងដូចភាពទាំងអស់គ្នាអ្វីដែលខ្ញុំប្រើនៅក្នុងវីដេអូនេះគឺវា organic ground ទាំងពីរណាទាំងអស់គ្នាដោយសារខ្ញុំធ្លាប់ប្រើអ្វីមកគាត់ពីមុនអ្វីមកគាត់ល្អចឹងតែខ្ញុំសម្រេចចិត្តឲ្យ Emily ប្រើ sunscreen របស់ organic ground ហើយក្រោយពីញ៉ាំបាយថ្ងៃបាយអីហើយពួកយើងត្រឡប់មកតែដើម្បីសម្រាប់រៀបចំខ្លួនងូតទឹកស្អាតបាតហើយមកមីដល់ពេលហើយ retouch sunscreen ហើយចាយើងមាន sunscreen កូនយើងក៏ត្រូវមាន sunscreen ដែរ organic ground នេះខ្ញុំកំពុងប្រើ3មុខនេះណាទាំងអស់គ្នាគឺជាប្រភេទកម្មួនរបស់ organic ground ដែលយើងអាចយកទៅលាបមុខលាបខ្លួនដៃកលាក់ជើងកូននេះតាមខ្លួនល្អដោយសារតែយើងទៅដើរលេងអញ្ចឹងតែកូនយើងនៅតូចក្មេងខ្លះស្បែកគាត់ខ្សោយគាត់អាចនឹងរបៀបថាលាក់ស៊ីបើខ្ញុំឲ្យកូនខ្ញុំលេងទឹកលេងអីហ្មងអញ្ចឹងបើសិនជាមានអីពលអីខ្ញុំឲ្យគាត់លាបប៉ុណ្ណឹងអញ្ចឹងពេលខ្លះហាក្តៅច្រើនពេកតែស្បែកកូនយើងរៀងក្រហមរៀងអីអ្នកគ្នាយកនេះមកលេ organic 100%ប្រើមិនបាច់បារម្ភទេយើងអាចប្រើហ្នឹងជំនួសលេបានណាហើយខ្ញុំអត់ភ្លេចទេជាមួយនឹងការប្រើ sunscreen ឲ្យកូនដោយសារឲ្យ Emily ឥឡូវគាត់6ខែគាត់អាចចាំបាច់ត្រូវប្រើ sunscreen ហ្មងនិយាយទៅពេលទៅក្រៅថ្ងៃ sunscreen នេះគឺជាប្រភេទ mineral sunscreen មាន SPF ទៅដល់50 PA+4 mineral sunscreen នេះគឺល្អមែនតើសម្រាប់ស្បែកកូនងាយទៅស្បែកខ្សោយទូទៅពេលប្រើកុំបារម្ភណាទៅ ingredient នៅក្នុងហ្នឹងគឺធ្វើឡើងសម្រាប់កូនងាហ្មងអ្នកទាំងអស់គ្នាអញ្ចឹងយើងកុំបារម្ភយើងអាចប្រើសម្រាប់កូនបានមួយទៀតនេះគឺជា sun cushion ពី organic ground ដូចគ្នានិយាយទៅប្រើដូចជាមួយនឹង sunscreen មុនហ្នឹងអញ្ចឹងខ្ញុំចូលចិត្តប្រើ cushion នេះពេលដែល retouch សម្រាប់កូនឧទាហរណ៍យើងទៅក្រៅយូរទៅក្រៅអីកូនបែកញើសយើង sunscreen នៅលើមុខគាត់អីចឹងទៅគឺខ្ញុំនឹងយក cushion របស់យើងហ្នឹងមក retouch បន្ថែមឲ្យកូនដើម្បីការពារស្បែករបស់គាត់បន្ថែមទៀតអញ្ចឹងណា cushion នេះមាន SPF PA+4 ដូចគ្នាមុខអ្នកនរគ្នាអាចជ្រើសរើសមួយសម្រាប់កូនយើងប្រើបានតែសម្រាប់ខ្ញុំប្រើទាំងពីរដោយសារងាយស្រួលក្នុងការ retouch ឲ្យកូនអញ្ចឹងណា sunscreen អត់សំខាន់សម្រាប់កូនណាកម្ដៅថ្ងៃគឺប៉ះពាល់ស្បែកកូនច្រើនមែនតើអ្នកនរគ្នាគួរតាមប្រើពេលដែលកូនគ្រប់អាយុក្នុងការប្រើអ្នកនរគ្នាអាចរកទិញបានពី page របស់ Organic Ground Cambodia បានផលិតផលរបស់ប្រទេសកូរ៉េហើយ Organic ខ្លាំងណាស់ព្រោះ Emily គាត់ប្រើ Organic Ground ច្រើនមុខដែរអញ្ចឹងក្រោយពីការដើរលេងថ្ងៃឡើងសប្បាយអហើយញ៉ាំអីនៅក្រៅឆ្អែតហើយគឺមកដល់តែវិញ enjoy ជាមួយនឹងមិត្តភក្តិម៉ាមីជាមួយនឹង daddy អូនអង្គុយ relax និយាយគ្នាមើលទៅសភាពគឺថាស្អាតខ្លាំងមែនតើកប៉ោតថ្ងៃទី1របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងកុំភ្លេចចាំមើលវីដេអូថ្ងៃទី2ណាអរគុណដែលបានមើលដល់ចប់ bye bye see you in the next video